ការនៅវិទ្យាល័យខ្ញុំមានរឿងរ៉ាវជាច្រើនជាមួយមិត្តភ័ក្តិរបស់ខ្ញុំពេលដែលទៅរៀនពួកខ្ញុំតែងតែឆ្លោះប្រកែកដេញបលែងគ្នាហើយលទ្ធផលដែលបានគឺត្រូវទទួលពីនៃពីរបស់លោកគ្រូអ្នកគ្រូពេលនោះខ្ញុំមានម៉ូតូ Chelly មួយគឺម៉ូតូវាចាស់ល្មមបាទហើយក៏នាំគ្នាជិះទៅញ៉ាំអីតែមិត្តភ័ក្តិខ្ញុំមួយគឺវារៀងយ៉ាប់ដោយសារតែអត់តែឃើញស្រីស្អាតគឺអត់បានលុយដែលត្រូវចេញស្មើគ្នាគឺវាសុំចេញតែឯងតែពេលគឺអត់មានស្រីស្អាតគឺមិត្តភ័ក្តិរបស់ខ្ញុំមួយហ្នឹងគឺអត់ដែលចេញលុយទេតែគួរឲ្យស្ដាយពេលវេលាមួយនេះវាបានកន្លងផុតទៅដោយមួយប្រព្រឹត្តភ្នែកហើយអ្នកខ្លះទៀតក៏គាត់មានគ្រួសារអ្នកខ្លះទៀតក៏គាត់ជាប់រវល់នឹងការងារហើយខ្ញុំចង់ឲ្យពេលវេលាមួយនេះវាត្រឡប់ក្រោយវិញហើយជាចុងក្រោយគឺខ្ញុំមានតែបទចម្រៀងមួយបទគឺបទនឹកមិត្តគ្រប់គ្នាហើយសង្ឃឹមថាបទចម្រៀងមួយបទនេះធ្វើឲ្យមិត្តភ័ក្តិទាំងអស់និងប្រិយមិត្តទាំងអស់នឹងចងចាំនៅអនុស្សាវរីយ៍ការរៀននៅវិទ្យាល័យទាំងអស់គ្នាសៀវភៅនឹកមិត្តចាស់ពេលផ្លាស់ហួហើយនៅសល់តែក្តីនឹកនាគ្មានស្បើយអោមិត្តអើយនៅចាំទេនឹកដល់វេលាយើងធ្លាប់ស៊ីត្រាឆ្លោះប្រកែកព្រោះតែរឿងគេខោក្បាលគ្នាលេងខាងក្អាយអន្លែរាល់ថ្ងៃអោមិត្តអើយទៅណាខ្ញុំសោកកាក្នុងចិត្តខ្លាំងណាស់នឹកដល់ពេលចាំចាអារម្មណ៍ខ្ញុំក៏ដឹងទឹកភ្នែកហូរមិនដឹងខ្លួនមិត្តនៅរួមថ្នាក់បែកគ្នាខ្លះមិនទាន់រៀបការខ្លះទៀតក៏មានទាំងប្រពន្ធកូនពេលមួយចង់ជួបជូនប្រាប់រឿងក្នុងខ្លួនថាខ្ញុំនឹកមិត្តគ្រប់គ្នាសៀវភៅនឹកមិត្តចាស់ពេលផ្លាស់ហួហើយនៅសល់តែក្តីនឹកនាគ្មានស្បើយអោមិត្តអើយនៅចាំទេនឹកដល់វេលាយើងធ្លាប់ស៊ីត្រាឆ្លោះប្រកែកព្រោះតែរឿងគេខោក្បាលគ្នាលេងខាងក្អាយអន្លែរាល់ថ្ងៃអោមិត្តអើយទៅណាខ្ញុំសោកកាក្នុងចិត្តខ្លាំងណាស់នឹកដល់ពេលចាំចាអារម្មណ៍ខ្ញុំក៏ដឹងទឹកភ្នែកហូរមិនដឹងខ្លួនមិត្តនៅរួមថ្នាក់បែកគ្នាខ្លះមិនទាន់រៀបការខ្លះទៀតក៏មានទាំងប្រពន្ធកូនពេលមួយចង់ជួបជូនប្រាប់រឿងក្នុងខ្លួនថាខ្ញុំនឹកមិត្តគ្រប់គ្នាអោមិត្តអើយទៅណាខ្ញុំសោកកាក្នុងចិត្តខ្លាំងណាស់នឹកដល់ពេលចាំចាអារម្មណ៍ខ្ញុំក៏ដឹងទឹកភ្នែកហូរមិនដឹងខ្លួនមិត្តនៅរួមថ្នាក់បែកគ្នាខ្លះមិនទាន់រៀបការខ្លះទៀតក៏មានទាំងប្រពន្ធកូនពេលមួយចង់ជួបជូនប្រាប់រឿងក្នុងខ្លួនថាខ្ញុំនឹកមិត្តគ្រប់គ្នាប្រាប់រឿងក្នុងខ្លួនខ្ញុំនឹកមិត្តគ្រប់គ្នាណាស់
Action